ព្រឹកមួយនៅក្នុងភូមិតូចមួយមានក្មេងប្រុសឈ្មោះសុភានិងក្របីតូចឈ្មោះចន្ទ្រាពួកគេតែងតែទៅស្រែជាមួយគ្នារៀងរាល់ថ្ងៃភូមិនេះស្ងប់ស្ងាត់និងពោរពេញដោយសំឡេងធម្មជាតិពន្លឺព្រះអាទិត្យបញ្ចេញពណ៌មាសលើស្រែស្រូវយ៉ាងស្រស់ស្អាតក្មេងៗក្នុងភូមិច្រើននិយាយថាចន្ទ្រាជាក្របីតូចទន់ខ្សោយពួកគេចំអកនឹងសើចលេងសុភាបានលួងលោមមិត្តតូចរបស់គាត់ចន្ទ្រាមើលទៅសោកស្ដាយប៉ុន្តែស្ងៀមស្ងាត់ថ្ងៃមួយមេឃចាប់ផ្ដើមងងឹតខ្យល់បក់ខ្លាំងលើស្រែស្រូវចន្ទ្រាហាក់ដូចជារស់រានមានអារម្មណ៍អ្វីមួយមិនប្រក្រតីវាធ្វើសំឡេងរោទដើម្បីព្រមានសុភាព្យាយាមប្រាប់អ្នកភូមិអំពីព្យុះកំពុងមកប៉ុន្តែគ្មាននរណាស្ដាប់គាត់ទេពួកគេគិតថាវាជាថ្ងៃធម្មតាមេឃកាន់តែខ្មៅភ្លៀងធាក់ខ្លាំងនិងខ្យល់បក់យ៉ាងសាហាវស្រែស្រូវស្ទើរតែត្រីបំផ្លាញអ្នកភូមិចាប់ផ្ដើមភ័យខ្លាចទឹកហូរចូលវាលស្រែយ៉ាងលឿនចន្ទ្រាប្រមូលកម្លាំងរត់តាមភូមិដើម្បីជូនដំណឹងអ្នកទាំងអស់ទោះខ្យល់ខ្លាំងក៏វាមិនបោះបង់សំឡេងកណ្ដឹងលាន់ពេញភូមិអ្នកភូមិរួមគ្នាសង្គ្រោះស្រូវពួកគេចាប់ផ្ដើមយល់ថាការព្រមានរបស់ចន្ទ្រាមានសារៈសំខាន់ស្រូវត្រូវបានការពារបន្ទាប់ពីព្យុះឈប់មេឃវិញភ្លឺឡើងអ៊ីនធ្នូបង្ហាញលើមេឃភូមិទាំងមូលបានសង្គ្រោះអ្នកភូមិសើចដោយសេចក្តីរីករាយក្មេងៗដែលធ្លាប់ចំអកបានសុំទោសចន្ទ្រាពួកគេយល់ថាកម្លាំងពិតមកពីចិត្តក្លាហានចន្ទ្រាមើលទៅរីករាយវិញចាប់តាំងពីថ្ងៃនោះមកចន្ទ្រាមិនមែនជាក្របីតូចធម្មតាទៀតទេវាជាវីរបុរសនៃភូមិសុភានិងមិត្តរបស់គាត់រួមនឿយដោយសេចក្តីសុខរឿងនេះបង្រៀនថាមនុស្សតូចក៏អាចធ្វើរឿងធំបាន